គ្នាទៅនៅវេលាខាងចុងរដូវប្រមូលភោគផលធញ្ញជាតិដែលគ្រួសារនីមួយៗនិងមិត្តភ័ក្តិជិតឆ្ងាយជួបជុំគ្នាដើម្បីសម្ដែងការយកវត្តប្រតិបត្តិចំពោះបុព្វបុរសជាដូនតានិងចាស់ពិចារគ្រប់ជាន់ថ្នាក់ដោយសារសហគមន៍ជាតិកម្ពុជាបាននាំផ្លូវឲ្យចូលសំណាងល្អចូលមកសម្រាប់ឆ្នាំថ្មីដោយពិធីលៀងជម្រះដោយការតុបតែងសម្រាប់ថ្នាក់ទៅតាមគេហដ្ឋាននិងការធ្វើបុណ្យសន្តាននិងទីអារាមរបស់ខ្លួនដោយសារពុទ្ធិសមាគមជាតិកម្ពុជាប្រចាំរដ្ឋភ្នំពេញដែលមានមជ្ឈមណ្ឌលនៅក្នុងក្រុងគ្រីស្តុលបានបម្រើការផ្នែកកិច្ចការសង្គមនិងផ្ដល់នៅប្រតិវិញ្ញាណជូនដល់ជនជាតិកម្ពុជាជិត 4,000 នាក់នៅក្នុងរដ្ឋដោយសារពុទ្ធិសមាគមជាតិកម្ពុជាប្រចាំរដ្ឋប្រទេសទីខិតបានផ្សព្វផ្សាយលើកស្ទួយអភិរក្សព្រមទាំងស្ថាបនានៅសាមគ្គីភាពជាជននិជាជនគ្រប់ចំណងតាមរយៈកម្មវិធីទាំងឡាយរបស់ខ្លួនដោយសារពិធីថ្ងៃនេះបានថ្លែងបញ្ជាក់ពីភាពសោកស្ទាក់អត់ធ្មត់និងភាពរីករាយរបស់ជនជាតិកម្ពុជាដូច្នេះឥឡូវនេះខ្ញុំបានជាភាគីយ៉ាណូជាអភិបាលក្រុងគ្រីស្តុលសូមប្រកាសជាឧឡារិកទទួលយកថ្ងៃទី13ខែមេសាជាទិវាចូលឆ្នាំថ្មីជូនជាកិត្តិយសដល់សញ្ជាតិកម្ពុជារបស់យើងដែលលោកអ្នកទាំងនោះបានរួមចំណែកមួយនៅក្នុងការលើកស្ទួយសេដ្ឋកិច្ចនិងវប្បធម៌ក្នុងគ្រីស្តុលហើយស្ថិតនៅជាការរួមវិភាគប្រទានដ៏មានតម្លៃនិងអាចកាត់ថ្លៃនិងមិនអាចកាត់ថ្លៃបាន